ជំរាបសួរអ្នកទាំងអស់គ្នាយើងមកតាមដានរឿង One Piece បន្តទៀតមិនទៅចូលសំណាក់គ្នាជួយចែក like មួយរួចរាល់តើយើងទៅអ្នកគ្នាមុនហ្នឹងហើយគឺក្រុម Luffy បានទូន Nami មកកាន់កន្លែងពេទ្យមួយហើយគ្រាន់ Nami ក្រោកទៅឃើញក្តានមួយហ្នឹងក្តាននោះខ្លាច Nami ខាងមែនរត់បុករបស់ឬសំឡេងទៅដល់គ្រូពេទ្យម្នាក់ហ្នឹងគ្រូពេទ្យម្នាក់ហ្នឹងឈ្មោះខូរីហាគ្រូពេទ្យខូរីហាហ្នឹងបានប្រើម្រាមដៃទៅវាស់ស្ទង Nami ហើយឃើញថានាងចុះកម្ដៅលឿនខ្លាំងមែនទែនហើយគាត់ថា Nami ហ្នឹងតែខ្វះតែ2ថ្ងៃទៅគឺស្លាប់តែម្ដងហើយដោយសារតែនាងត្រូវសត្វចម្លែកនៅសម័យបុរាណខាំអីចឹងណាហើយគាត់ថាត Nami ហ្នឹងសម្រាប់3ថ្ងៃទៀតទៅជាហើយ Nami ថានាងមិនអាចឲ្យយូរបានទេពេលនោះគ្រូពេទ្យ Koreha ហ្នឹងគឺកាច់ខំទាំងគឺយកក្បិតហ្នឹងមកជង្គក Nami តែម្ដងថាតជាមិនឲ្យទៅហើយចំណែកក្រុមរបស់ Luffy ដូចជា Luffy និង Sanji ហ្នឹងគឺនៅកន្លែងហ្នឹងហើយពេលនោះគឺ Chopper ហ្នឹងគឺសើ Luffy នៅក្នុងចិត្តខ្លាំតែនព្រោះម្ដងគឺ Luffy ហ្នឹងប្រាគ្រូពេទ្យ Koreha ហ្នឹងឲ្យព្យាបាល Nami និងក្រុមរបស់គាត់ផ្សេងទៀតពេលនោះគឺ Luffy គាត់ក្រោកឃើញហ្នឹងគឺគិតថាChopper ហ្នឹងគឺជាម្ហូបដ៏ល្អព្រោះគាត់ឃ្លានហើយដេញ Chopper ដើរពេញផ្ទះទៅ Chopper ក៏ប្រែក្លាខ្លះជាក្តាន់សាច់ដុំហើយទៅក៏វាយពួកគេលេចក្បាលទៅចូលក្នុងហ្នឹងហើយទៅគ្រូពេទ្យ Koreha ហ្នឹងក៏ប្រាប់ទៅកាន់ Nami ថា Chopper គាត់បានស៊ីផ្លែឈើមួយធ្វើគាត់នឹងដើរជើងពីរហើយក្តាន់ផ្សេងទៀតគឺមិនយកគាត់នឹងចូលក្រុមដោយសារគាត់ចេះដើរជើងពីរនិងច្រមុះខៀវទៀតដល់ពេលគាត់ទៅដល់កន្លែងក្រុមមនុស្សគាត់ថាគេទទួលស្គាល់តែគេមិនបានទទួលស្គាល់នឹងប្រើកំភ្លើងនឹងបាញ់គាត់ទៀតផងហើយគាត់គឺពិតជាកំសត់ខ្លាំងមែនទែនហើយចំណែក Luffy និង Sanji គាត់ថាអឺ Chopper ហ្នឹងគឺជាបិសាចផងដែរធ្វើឲ្យប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់គាត់ខ្លាំងមែនទែនពេលហ្នឹងគ្រាន់ Luffy ដឹងថា Chopper ជាមនុស្សល្អគឺគាត់ដេញ Chopper ហ្នឹងសុំធ្វើជាមិត្តភក្តិឬក៏ចូលក្រុមរបស់គាត់តតែបានចំណែកលោកយាយ Koreha ដែលជាពេទ្យហ្នឹងប្រាប់ថាកាលមុនគឺមានពេទ្យម្នាក់បានទៅឃើញ Chopper ហើយដល់ពេលទៅគាត់ក៏ព្យាបាល Chopper អញ្ចឹងណាអ្នកគ្នាហើយ Chopper ហ្នឹងគឺដើរតាមគន្លងរបស់ពេទ្យមួយនោះឯងហើយគាត់ក៏លេងជាមួយគ្នាយ៉ាងសប្បាយថ្ងៃមួយហ្នឹងគឺពេទ្យនោះគឺដេញ Chopper មិនឲ្យចូលទេព្រោះគាត់មានជំងឺមួយដែលមិនអាចព្យាបាលបានហើយគាត់ដឹងថាគាត់គឺពី3ថ្ងៃទៀតនឹងត្រូវស្លាប់ចឹងគាត់ក៏ដេញ Chopper គឺអត់ឲ្យនៅជាមួយគាត់ទេចឹងណាអ្នកគ្នាហើយ Chopper ក៏យកក្បាលខ្លួនឯងហ្នឹងទៅបុកនៅថ្មពេលនោះលោកគ្រូពេទ្យហ្នឹងក៏ដេញបាញ់ Chopper ឲ្យ Chopper ហ្នឹងចេញពីជីវិតគាត់អីចឹងហើយទៅ Chopper ក៏លួចមើលពួកគេពីក្នុងអីចឹងទៅអ្នកគ្នា10ថ្ងៃ20ថ្ងៃក្រោយមកគ្រូពេទ្យហ្នឹងក៏បានស្លាប់ហើយដល់ពេលទៅ Chopper ក៏បានមករៀនវិជ្ជាពេទ្យជាមួយនឹងគាត់អីចឹងណាអ្នកគ្នាហើយពេលហ្នឹងគឺសរុបមកដល់ព្រមហ្នឹងគឺ6ឆ្នាំហើយចំណែកបាក់ក្រុមប្រោធាត់យើងហ្នឹងគឺបានមកនឹងដើម្បីតាមយកប្រាសាទរបស់គាត់វិញកាលមុនគាត់ជាស្ដេចនៅទីហ្នឹងតែពេលនោះគឺភូមិភាគផងគាត់ហ្នឹងត្រូវអាញាញ៉ៃតែគាត់មកដើមវិញអញ្ចឹងពេលគេរៀបចំស្អាតបាតតែ Luffy ទៅស្ដេចអីស្ដេចទៅតែគាត់វាយប៉ាងអញ្ចឹងហើយគាត់ទៅរកអាវរងាដើម្បីយកមកពាក់ដើម្បីទៅវាយបន្តទៀតពេលនោះ Chopper គឺបានវាយគ្នាជាមួយនឹងគ្នាគាត់ហើយក៏ត្រូវប្រមាថហ្នឹងគឺបានស៊ីទៅកាន់Chopper តែធ្វើឲ្យ Luffy ហ្នឹងមកជួយបានហើយគាត់ក៏ប្រែរូបរាងទៅជារូបរាងមួយដែលមានឈ្មោះថារោងចក្រហើយក៏ស៊ីគ្នាគាត់ហ្នឹងគឺបានបង្កើតទៅជារូបរាងថ្មីអីចឹងណាដល់ពេលនោះ Chopper ក៏លេបថ្នាំពណ៌លឿងមួយដែលបង្កើតសមត្ថភាពគាត់បាន5ផងដែរអ្នកគ្នាទី1ធ្វើគាត់រត់លឿនទី2ធ្វើគាត់គេចបានលឿនហើយទី3ធ្វើឲ្យគាត់ហក់បានខ្ពស់ហើយចំណែកទី4ហ្នឹងធ្វើឲ្យគាត់ហ្នឹងគឺការពារខ្លួនបានល្អគេវាយមិនឈឺទី5គាត់មានកម្លាំងខ្លាំងដូចយក្សអីចឹងណាអ្នកគ្នាទី6គឺគាត់ scan រកចំណុចខ្សោយរបស់សត្រូវនឹងឯងមាន6ចំណុចឯងលើ5ចំណុចអ្នកគ្នាហើយទៅមកក៏វាយទៅកាន់កូនចៅក្រុមនឹងអស់ទៅហើយដល់ពេលទៅគឺប្រមាប់នឹងបានមកប្រាសាទនឹងឃើញតាណាមីមួយទៅដេញស៊ីណាមីតែម្ដងហើយក៏ខ្លួនគាត់ធំពេកក៏ជាប់នៅក្នុងនឹងហើយក៏បញ្ចេញសមត្ថភាពពិសេសមួយគឺគាត់អាចស៊ីខ្លួនឯងបាននិងប្រែខ្លាចទៅជាស្គមនិងខ្ពស់ជាងមុនហើយពេលនោះគាត់ក៏ដេញចាប់ណាមីបានរៀបនឹងស៊ីតែស៊ីបាត់ជើងរបស់ Luffy បាត់ទៅហើយតែណាមីថាធ្វើកៅនាងនឹងប្រឡាក់តែមិនអីទេយកចុះតែនាងគិតការប្រាក់300%ស្របទាំងអស់10លា10សែនបឺរីនឹងឯងអ្នកគ្នាពិតជាមុខលុយមែនទែនហើយដល់ពេលទៅ
គឺចុងក្រោយហ្នឹងដឹងតែ Luffy អ្នកឈ្នះហ្នឹងឯងគឺវាគ្មានអីគួរចាប់អារម្មណ៍នោះទេហើយទៅគឺក្រុម Luffy ផឹកច្រៀងសប្បាយដូចធម្មតាហើយទៅគឺទាខារូញ័រញាក់ដល់ពេលដែលChopper ស៊ូទៅគឺដឹងតែ Zoro ហើយគេក៏ដឹងថា Chopper អាចនិយាយជាមួយសត្វបានអីចឹងនេះ Chopper ឆ្ងល់ណាស់ថាក្រុម Luffy ហ្នឹងហេតុអីបានលេងសប្បាយដូចធម្មតាអីចឹងហើយទៅមកស្បត់ទៅក៏Chopper ហ្នឹងលេងជាមួយគេដែរពេលនោះក៏មានសត្វឥន្ទ្រីមួយធំខ្លាំងមែនទែនមកឆាប់ Luffy តែម្ដងហើយដល់ពេលទៅ Luffy គឺគ្មានខ្លាចញើសអីទេហើយទៅ Chopper គឺភ័យជំនួសគេគ្នារបស់ Luffy វិញអាឡ័យទៅលេងបៀនឹងឯងអ្នកគ្មានខ្វល់អីទេព្រោះពួកគេដឹងថា Luffy អ្នកចាប់សត្វនោះមិនមែនសត្វនោះចាប់ Luffy ទេពេលនេះទើប Chopper ដឹងថាក្រុមចោរសមុទ្រនេះអស់ចាស់បណ្ណាហើយដល់ពេលទៅពួកគេក៏ធ្វើដំណើរទៅខាងមុខតទៀតហើយទៅសាន់ជីថាឯងមែនអ្នក Lucy ស្អីគេនៅក្នុងទូទឹកកកខ្ញុំអត់ដឹងខ្ញុំដឹងអីហងព្រោះដឹងបែបហ្នឹងភ្លាមគឺសាន់ជីបានបដៅ Luffy ចោលអ្នកផ្សេងក៏មានចំណែកដែរតែស៊ីមិនច្រើនដូច Luffy ទេហើយចំណែកណាមីវិញគឺគាត់ប្រាប់ថាចាំគាត់ហ្នឹងទិញទូទឹកកកដែលដាក់ password ឲ្យវាអត់មានអីស៊ីចឹងគឺ Luffy ហ្នឹងគឺ clean ខ្លាំងមែនហេតុអីបានគាត់មិន clean បើប្រាប់ស្ទូចត្រីគាត់យកទាខារូទៅស្ទូចហ្នឹងសំបីថានុយបិទមកសន្ទូចហ្នឹងគឺអត់មានបិទហងគាត់លួចស៊ីហើយទៅគឺគាត់បានបកកាត់សំពៅនឹងភ្នំភ្លើងនៅក្រោមទឹកមួយហើយសំពៅនោះគឺជារបស់ Mr. Two អ្នកគ្នាពេលនោះគឺគាត់បានឃើញទាខារូហើយ Mr. Two មិនដឹងថាគ្នារបស់ Luffy ហ្នឹងគឺជាសត្រូវជាមួយនឹងគាត់តែគាត់គឺខំនិយាយដោយក្រុម Luffy ចឹងណាហើយទៅគាត់ក៏បានធ្វើការណែនាំខ្លួនហើយគាត់ប្រាប់ថាគាត់អាចប្រែកន្លែងមុខគាត់ហ្នឹងឃើញជាអីបានពេលនោះគាត់វាយទៅកាន់ Luffy តែគ្នារបស់ Luffy ក៏ចង់វាយគាត់តែគាត់ប្រាប់ថាគាត់អាចប្រែកន្លាទៅជា Luffy បានពេលដៃស្ដាំរបស់គាត់ទៅប៉ះមុខពីណាម្នាក់អីចឹងណាហើយទៅមកគាត់ក៏ប្រែខ្លាចជា Luffy ណាមីហើយទៅគាត់បើកអាណងឲ្យគេមើលហើយគាត់ត្រូវមកដៃរបស់ណាមីតែម្ដងពួកនេះស្រែកហូពេញនឹងអ្នកគ្នាហើយទៅគាត់ប្រែកលាមួយខ្លាចជាមុខឪពុករបស់វីអញ្ចឹងធ្វើនឹងពិតជាភ្ញាក់ផ្អើលខ្លាំងតែនពេលនោះទុករបស់គាត់ក៏មកហើយគាត់ក៏លាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់គាត់នឹងចាក់ចេញទៅហើយយំសំព្រែមពេញនឹងហើយមុននឹងពួកគេចាក់ចេញពួកគេរំលេងសប្បាយមួយជាមុនសិនហើយគេក៏លាអ្នកទាំងអស់គ្នានឹងចាក់ចេញតែម្ដងពេលចាញ់ទៅពួកគេទៅមិនដឹងថាគាត់ជា Mr. Two អញ្ចឹងណាអ្នកគ្នាហើយនាងប្រាប់ថាអ្នកដែលគាត់ប្រែកលាហ្នឹងក៏ជាឪពុករបស់នាងម្នាក់ផងដែរហើយចង់ធ្វើឲ្យពួកគេហ្នឹងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពេលនោះមានឆ្មាទឹកមួយលេចមកពីក្រោយទូករបស់ពួកគេផុសច្រឡំលេចហើយទៅគឺឆ្មាទឹកនោះក្រចេញមកគឺ Luffy Sanji និង Zoro នឹងឃើញម្ហូបដូចឃើញម្ហូប3ថ្ងៃចឹងអ្នកគ្នាតែ Nami ប្រាប់ថាត្រីហ្នឹងគឺសម្រាប់អាល់បាសាតែគឺគេគោរពដូចជាព្រះចឹងហើយទៅមកក៏ឃើញទុកជាច្រើនហ្នឹងបងមកកាន់អាល់បាសាដែរហើយរឿងយើងគឺចប់តែប៉ុណ្្នឹងឯងបើអ្នកគ្នាយល់ថារឿងនឹងល្អមើលសូមអ្នកគ្នាចុចចែក like មួយនិង comment ផង comment ABC អីក៏បានដែរតែបាន comment សូមអ្នកគ្នា comment ផងដើម្បីឲ្យខ្ញុំនឹងបានរឿងច្រើនដូចពេលដែលវីដេអូមុនអញ្ចឹងបាយ